ចង់ញ៉ាំអាហារនៅទីនេះតតែមានការអត់ធ្មត់បងម៉ែបងប្អូនជាប្រភេទជើងជ្រូកដែលហូតឆ្អឹងហើយស្រេចតែម្ដងណាញាត់ជាមួយនឹងស្លឹកម៉ាត់មឹងត្រូវជាតិមែនតែនជាមួយនឹងទឹកកាពិហើយនេះគឺជាស្លឹកម៉ាត់មឹងដែលនៅកណ្ដាលនឹងគេញាត់អញ្ចឹងណាហើយសម្រាប់ការអាំងនេះគឺថាស្រក់ខ្លាញ់ចេញអស់អត់មានតលន់ទេសម្រាប់ពោះញាត់គ្រឿងនេះបងម៉ែបងប្អូនក៏ល្បីប្រចាំកន្លែងគាត់ដែរនិយាយទៅគឺថាលក់ដាច់ខ្លាំងក្តៅឈ្ងុយណាស់បងប្អូនជាប្រភេទជើងជ្រូកដែលគេហូតឆ្អឹងហើយស្រាច់ណាហើយមានញាត់ជាមួយនឹងស្លឹកម៉ាត់មឹងដើម្បីឲ្យវាឈ្ងុយក៏ដូចជាអាំងឡើងក្រៀមល្អមែនតែនហើយជើងជ្រូកនេះគឺថាគាត់ធានា 100% តែម្ដងជាប្រភេទជើងជ្រូកខ្មែរសុទ្ធណាអត់មានជើងជ្រូកនាំចូលជើងជ្រូកបកកអីទេបងម៉ែបងប្អូនបានឃើញផ្ទាល់ភ្នែកហើយនៅទីនេះមានចាងជាប្រភេទជើងជ្រូកក៏ដូចជាសាច់ជ្រូកនឹងគេរុំជាមួយនឹងស្លឹកម៉ាត់មឹងហើយជើងជ្រូកនេះដល់ពេលដែលហូតឆ្អឹងហើយគឺញាត់ជាមួយនឹងអាស្លឹកហ្នឹងណាវាគឺជាប្រភេទស្លឹកមួយដែលកម្រមែនតែនពុកម៉ែបងប្អូនប៉ុន្តែនៅពេលដែលញាត់ចូលជើងជ្រូកទៅអាំងឆ្អិនហើយគឺឈ្ងុយមែនតែននៅពេលដែលយើងញ៉ាំទៅអត់មានតលន់ទេហើយចំណុចពិសេសនៅកន្លែងគាត់ពុកម៉ែបងប្អូនជើងជ្រូកមួយចំណាយពេលនៅក្នុងការអាំងតម្រាំតែវាឆ្អិនគឺយូរម៉ោងខ្លាំងមែនតែនដោយសារតែយើងអត់អាចបខំភ្លើងបានទេគឺអាំងបន្តិចម្ដងបន្ទាប់មកគឺថាចាក់ដើម្បីសម្រក់ខ្លាញ់នឹងឲ្យអស់ណាគឺដើម្បីធានាថាជើងជ្រូកដែលយើងញ៉ាំទៅគឺវាអត់មានខ្លាញ់អត់មានអីទេគឺថាមិនតលន់ទេហើយសម្រាប់តម្លៃវិញគឺ1គីឡូ 45,000 រៀលជើងជ្រូកហ្នឹងហើយនេះអាំងហើយឈ្ងុយពុកម៉ែបងប្អូនអាស្លឹកម៉ាត់មឹងហ្នឹងនៅក្នុងនៅពេលដែលគាត់កាត់ចេញមកគឺឡើងឈ្ងុយតែម្ដងណាហើយមើលលក្ខណៈថាអាំងអាស្បែកក្រៅហ្នឹងគឺថាឡើងស្រួយតែម្ដងហើយសម្រាប់សាច់ខាងក្នុងវិញគឺថាឆ្អិនល្អមែនតែនឈ្ងុយជាមួយនឹងស្លឹកម៉ាត់មឹងក៏ដូចជាគ្រឿងដែលគាត់ញាត់ចូលទៅក្នុងហ្នឹងណាហើយចាប់ជាតិមែនតែនជាមួយនឹងទឹកកាពិរបស់គាត់នឹងបងម៉ែបងប្អូនហើយបើនិយាយពីសាច់ជ្រូកជាប្រភេទសាច់3ជាន់ដែលគាត់រុំជាមួយនឹងស្លឹកម៉ាត់មឹងនឹងក៏ឈ្ងុយដែរហើយសម្រាប់ទឹកជ្រលក់នៅទីនេះគឺមាន2ប្រភេទជាប្រភេទទឹកកាពិក៏ដូចជាទឹកត្រីបុកពណ៌ខៀវនឹងទឹកត្រីនឹងគឺត្រូវមែនតែនជាមួយនឹងអាពោះវៀនញាត់គ្រឿងរបស់គាត់នេះបើនិយាយទៅណាគឺគាត់មានការច្នៃប្រឌិតបានច្រើនមែនតែនហើយនៅកន្លែងគាត់គឺតម្លៃអាពោះញាត់គ្រឿងហ្នឹងក៏1គីឡូ 45,000 ដែរហើយសាច់ជ្រូក3ជាន់អាញាត់គ្រឿងហ្នឹង1គីឡូ 60,000 អញ្ចឹងសម្រាប់ទីតាំងរបស់គាត់គឺនៅលើផ្លូវ330ស្តុបកោះដូងបើកពីម៉ោង3 រសៀលដល់ម៉ោង 9 កន្លះបាយបាយ